តោះបងប្អូនខានចេញវីដេអូយូរថ្ងៃនេះចេញគ្រឿងបែបលក្ខណៈជាក់និយាយលេងនេះបងប្អូនថ្ងៃនេះបង្ហាញបងប្អូនពីរបៀបបុកសាច់គោជាមួយតាយ៉ងចេកជាទូទៅគេបុកសណ្តែកគួរបុកអីលាយអញ្ចឹងណាតែថ្ងៃនេះខ្ញុំចង់ឲ្យប្លែកគឺបុកជាមួយនឹងតាយ៉ងចេកហើយគ្រឿងផ្សំរបស់យើងមានអីខុសគ្នាទេមានប្រហុកយកទៅដុតមានម្ទេសក្រហមម្ទេសមានខ្ទឹមសខ្ទឹមក្រហមមានសាច់គោហើយបន្លែយើងអាចជាម្អមសណ្តែកគួរជីរណាមានមួយទៀតនោះគឺម្រះស្នៀតពោតជីនាងវងហើយជាមួយនឹងជីអង្កាមបងប្អូនណាចាបន្ទាប់មកយើងដាក់ខ្លាញ់ប្រេងចូលទៅបើន័យថាខ្ទះយើងក្តៅយើងចាក់ប្រេងចូលដើម្បីយើងយកទៅដាក់សាច់យើងចៀនណាអូត្រឡប់ទៅក្រោយវិញបន្តិចបងប្អូនហើយគ្រឿងផ្សំយើងមានម្សៅស៊ុបមានប៊ីចេងមានស្ករក្រហមហើយខ្ញុំម្ដងហ្នឹងរៀងប្លែកដោយសារខ្ញុំបុកម្ទេសខ្ទឹមអីហ្នឹងឆៅទេគឺខ្ញុំយកទៅដាក់ជាមួយនឹងសាច់ចឹងឲ្យវាឈ្ងុយអញ្ចឹងសាច់យើងចៀនប្រហែលឆ្អិនចូល50% ទៅ 60% ទេយើងអត់ឲ្យឆ្អិនទាំងសុទ្ធបានទេបងប្អូនណាហើយបើបងប្អូនអត់សូវចេះឆៅបងប្អូនអាចធ្វើឆ្អិនជាងនេះក៏បានដែរហើយមិញខុសបច្ចេកទេសបន្តិចដែរដោយសារក្តាញ់ប្រេងដែលយើងចាក់ហើយនឹងខ្ញុំអត់បានកូរវាឲ្យរៀលអញ្ចឹងពេលយើងដាក់សាច់ទៅវាស្អិតតែវាអត់ខ្លោចទេបងប្អូនដោយសារគ្រាន់តែថាធម្មតាសាច់នៅពេលដែលប៉ះក្តៅទៅវាត្រូវស្អិតជាប់អញ្ចឹងណាអញ្ចឹងហើយបានជាយើងត្រូវការលាបប្រេងហ្នឹងហើយយើងកវីបើសិនជាបងប្អូនចង់ឲ្យកាន់តែឈ្ងុយសាច់ហ្នឹងយើងដាក់ប៊ឺក៏បានដែរតែខ្ញុំខ្ជិលដាក់ប៊ឺខ្ញុំប្រើជាប្រេងឆាវិញទៅនេះបងប្អូនសាច់យើងឡើងក្រហមបែបនេះចាក្រហមឡើងឈ្ងុយអញ្ចឹងហើយប៉ុណ្ណេះគឺយកបានហើយកុំឲ្យឆ្អិនជាងហ្នឹងតែឆ្អិនជាងហ្នឹងអស់ឈាមអញ្ចឹងពេលយើងបុកទៅសាច់យើងវាទៅជារឹងណាបងប្អូនណាវាអត់ទន់ទេហើយប្រហុកក៏យើងយកទៅដុតដែរបើបងប្អូនប្រើឆៅក៏បានតែបងប្អូនអត់ចង់ញ៉ាំឆៅទេបងប្អូនយកទៅអាំងដូចខ្ញុំបង្ហាញពីដំបូងនេះមកមិនអញ្ចឹងណាហើយសាច់យើងហាន់ប្រទេសមកទូចនេះវាមាននៅជាតិឈាមបងប្អូនអានេះនៅសម្ដុំនេះគឺសាច់គោផុសអាមេរិកខ្ញុំសម្ដុំខ្ញុំក៏បង្ហើយលាយជាមួយគ្នានឹងទៅធ្វើម៉េចឲ្យវាទន់បងប្អូនស្រង់ពីប្រេងភ្លាមបងប្អូនកុំអាចយកមកហាន់ចាគឺទុកវាមកសន្ទុះបើន័យថាផ្អាប់ឲ្យវាបឺតឈាមចូលខាងក្នុងណាកាលណាបើវាអត់ទាន់តែបឺតទេពេលដែលយើងលើកពីខ្ទះភ្លាមយើងយកមកហាន់ភ្លាមវាហូរឈាមនឹងអស់អញ្ចឹងណាតោះឥឡូវកុំនិយាយច្រើនយើងចាប់ផ្ដើមមកបុកសាច់គោយើងវិញម្ដងអញ្ចឹងយើងបុកខ្ទឹមស្ករហើយអាទឹកនោះគឺទឹកឈាមដែលយើងស្រង់ពីសាច់គោទេបងប្អូនអញ្ចឹងមិនមែនជានេះទេសាច់គោដែលយើងដាក់យើងមិនតន់ហាន់មិញវាចេញជាទឹកមកអញ្ចឹងណាស្ករប៊ីចេងនេះមកចាយើងដាក់ម្សៅស៊ុបហើយនៅប៊ីចេងហើយមានខ្ទឹមក្រហមខ្ទឹមសម្ទេសដែលយើងដាក់នៅលើប្រេងមិញហ្នឹងឲ្យវាឆ្អិនទន់ឈ្ងុយហ្នឹងណាហើយបន្ទាប់មកយើងបុកវាឲ្យវាម៉ត់សិនចាបុកឲ្យម៉ត់រួចហើយបងប្អូនចង់បុកសណ្តែកគួរឲ្យម៉ត់បងប្អូនអាចបុកពេលបុកអាគ្រឿងហ្នឹងបងប្អូនអាចដាក់សណ្តែកគួរសិនកុំអាចដាក់ស្ករដាក់អីអញ្ចឹងណាកាលណាយើងដាក់ស្ករមុនវាអាចបុកទៅអត់ម៉ត់ប៉ុន្តែខ្ញុំអត់ចង់ឲ្យវាម៉ត់ពេកខ្ញុំក៏បុកគ្រឿងបុកអីដាក់ស្ករដាក់អីលាយគ្រឿងឲ្យត្រូវជាតិសិនបានខ្ញុំចាប់ផ្ដើមដាក់សណ្តែកគួរនេះស្ករបងប្អូនគ្មានស្ករក្រហមទេបងប្អូនប្រើស្ករសយើងក៏បានដែរចាហើយអញ្ចឹងដាក់ទៅតាមការចូលចិត្តរបស់បងប្អូនផ្អែមជូរប្រៃហឹរអីតាមចំណង់ចំណូលចិត្តអាហ្នឹងគឺរសជាតិវារៀងដិតបន្តិចបងប្អូនតែសាបពេកវាតែរៀងស្ទើររសជាតិវាញ៉ាំទៅដូចអត់ចូលជាតិទេអត់ឆ្ងាញ់ទេចាហើយសាច់គោអ្វីដែលសំខាន់បុកសាច់គោបងប្អូនត្រូវរកសាច់គោឲ្យផុយបានបុកទៅឆ្ងាញ់តែអញ្ចឹងទេស្វិតហើយហើយនេះប្រហុកដែលយើងអាំងហ្នឹងយើងច្រាំវាឲ្យម៉ត់រួចយើងយកទៅអាំងឲ្យវាឆ្អិនដើម្បីឲ្យវាឈ្ងុយទៅបងប្អូនថាចេះឆៅចូលចិត្តរបស់ឆៅខ្លាំងបងប្អូនមិនបាច់ចាំយកទៅអាំងទេព្រោះអីការអាំងហ្នឹងពេលខ្លះអ្នកដែលគាត់អត់សូវចេះរបស់ឆៅបន្ទាប់ពីយើងបុកគ្រឿងនឹងលាយមើលទៅនេះសពចូលជាតិគ្នាអស់ហើយបងប្អូនច្បាច់ក្រូចឆ្មាមកចាក្រូចឆ្មាតាមការនិយមរបស់បងប្អូនជូរហឹរផ្អែមអីចឹងណាធ្វើម៉េចលៃតាមចំណង់ចំណូលចិត្តយើងជាអ្នកញ៉ាំខ្ញុំគាត់នៅវិធីសាស្ត្របង្ហាញឲ្យបងប្អូនថាយើងមានអីខ្លះប៉ុន្តែបងប្អូនអាចច្នៃលៃរសជាតិដោយខ្លួនឯង
គាត់ថាបើសិនជាចំណែកខ្ញុំរសជាតិប្រព័ន្ធនេះគឺសមល្មមហើយរៀងជូរដិតបន្តិចប្រៃដិតបន្តិចផ្អែមបន្តិចនិយាយទៅជូរអែមហ្មងណាបងប្អូនយើងកូរចឹងសពជាតិហើយបងប្អូនដាក់សណ្តែកគួរដាក់អីបុកទៅចាឥឡូវទឹកយើងលាយហើយអីហើយតំណងចាអានេះបើសិនជាយើងចង់ធ្វើបុកល្ហុងលាយតែប៉ុណ្្នេះក៏បានដែរបងប្អូនគ្រឿងបុកវាអត់មានអីខុសគ្នាប្រហែលទេចាហើយខ្ញុំក៏ដាក់សណ្តែកគួរដើម្បីបុកហើយកណាយើងដាក់ទឹកអញ្ចេះហើយបុកសណ្តែកគួរវាអត់សូវម៉ត់ទេដោយសារយើងច្បាច់ក្រូចឆ្មាអញ្ចឹងមានម្អមមានអីហ្នឹងតែយើងបុកទៅវារៀងខ្ទាតអញ្ចឹងបងប្អូនអាចញុំវាឲ្យវាចូលជាតិហើយអីហើយអញ្ចឹងទៅដាក់បន្តដាក់ស្អីបន្តមកដាក់តអស់គ្រឿងមានហើយយកសាច់គោមកបុកឲ្យវាចូលជាតិចូលអីចូលបន្លែយើងឲ្យស្រួលសពសាច់ហើយចាំបងប្អូនដាក់សំខាន់ណាយើងត្រូវដឹងអាបន្លែណាដែលរឹងយើងយកមកបញ្ជ្រុំមុនអញ្ចឹងមិញខ្ញុំឆ្លៀតថែមត្រប់ស្រួយបងប្អូនត្រប់ស្រួយបន្តិចមកដើម្បីឲ្យញ៉ាំទៅវាមានជាតិបន្លែគ្រប់មុខស្តៀងតបុកល្ហុងយើងដែរហ្នឹងណាបងប្អូនគាត់ថាយើងបុកសាច់គោហើយយើងថែមបន្លែត្រយងចេកហាត់ដងខ្ញុំបុកសណ្តែកគួរមកអមអីចឹងទៅថ្ងៃហ្នឹងគឺអ្វីដែលពិសេសហ្នឹងគឺខ្ញុំថែមសណ្តែកគួរដោយដូចយើងភ្លាសាច់គោចឹងណាបងប្អូនគាត់ថានេះយើងប្រើគ្រឿងបុកចឹងទៅយើងមិនបាច់ច្បាច់សាច់គោជាមួយនឹងទឹកក្រូចឆ្មាក្រូចអីទេបើនេះយើងយកទៅចៀនឬក៏អាំងវាឲ្យឆ្អិន 50-60%អញ្ចឹងទៅណាតាមការចូលចិត្តរបស់បងប្អូនសាច់ឆៅប៉ុណ្ណាអីប៉ុណ្ណីអញ្ចឹងទៅតែបើយើងភ្លាយើងត្រូវការយកសាច់ហ្នឹងទៅច្បាច់ជាមួយនឹងទឹកក្រូចឆ្មាក្រូចអីអញ្ចឹងណាចាហើយបន្ទាប់ពីខ្ញុំចូលជាតិសាច់គោជាមួយនឹងបន្លែហ្នឹងហើយបងប្អូនអាចដាក់មកនេះអ្វីដែលជាតួអង្គសំខាន់ថ្ងៃនេះគឺខ្ញុំបុកលាយជាមួយនឹងត្រយូងចេកអញ្ចឹងដូចតែយើងភ្លាដែរបងប្អូនដូចបញ្ជាក់ពីដើមអញ្ចឹងថាដូចតែភ្លាដែរទេគ្រាន់តែថាខ្ញុំប្រើបុកដោយសារខ្ញុំសាច់ហ្នឹងវាមិនបាច់ទៅច្បាច់ក្រូចឆ្មាប្រភេទវាណាធ្វើយើងដូចបុកសាច់បុកសាច់គោបុកសណ្តែកគួរបុកអីចឹងគ្រាន់តែខ្ញុំប្រើលាយថែមជាមួយនឹងត្រយូងចេកឆ្ងាញ់បងប្អូនអាចសាកល្បងបានព្រោះរសជាតិហ្នឹងវាពពុះអស់នេះសិតតែញ៉ាំបន្លែឆៅបានអញ្ចឹងនៅពេលដែលយើងយកមកជ្រុំបុកចូលគ្នាទៅវាមានរសជាតិមួយយ៉ាងបងប្អូនប្លែកមែនតែម្ដងបន្ទាប់ពីបុកអានោះញុំហើយគឺយើងដាក់មកជីអាណាជីនាងវងអាចថែមជាមួយនឹងអមបន្តិចដើម្បីយកក្លិនហើយជាមួយនឹងជីនឹងកាមចាហើយបន្លែយើងបុកមិនមែនបុកដូចយើងបុកគ្រឿងណាបងប្អូនយើងគ្រាន់តែញុំឲ្យវាចូលជាតិទៅជាការស្រេចហើយគ្មានអីស្រួលជាងធ្វើម្ហូបបុកសាច់គោបុកស្អីភ្លាញោមហ្នឹងទេបងប្អូនសំខាន់លាយភ្លក់រសជាតិឲ្យត្រូវចាំដាក់បន្លែចូលរួចប៉ុណ្នេះជាការស្រេចយើងអាចដួសដាក់ភ្លក់មើលទៅប្រៃផ្អែមហើយនេះគឺជាបន្លែបន្ថែមខ្ញុំមានថែមដូចជាម្រះមានជាស្អីគេនេះពោតបារាំងពោតអីចឹងទៅហើយបងប្អូនតាមការចូលចិត្តបន្លែចង់ថែមផ្ទាប់អីជាមួយអីក៏បានដែរចាតាមការនិយមតែបើបងប្អូនមិនបាច់ដាក់ក៏បានដែរខ្ញុំមានពីររបៀបដាក់បន្លែនិងមិនបាច់ដាក់អញ្ចឹងបងប្អូនអាចសាកធ្វើវិធីនេះបានបើសិនបែរបងប្អូនឃើញថាចង់ប្លែកណាហើយពិតជាប្លែកមែនរសជាតិវាឆ្ងាញ់បែបលក្ខណៈយើងភ្លារៀងញ័មអីចឹងដែរទៅចាអញ្ចឹងការបុកសាច់គោជាមួយនឹងត្រយូងចេករបស់ខ្ញុំហ្នឹងគឺមានតែប៉ុណ្្នឹងទេចប់រួចរាល់ប៉ុណ្ណេះជាការស្រេចបងប្អូនអាចភ្លក់មើលទៅរសជាតិល្មមតាមការនិយមចូលចិត្តរបស់បងប្អូនពេញចិត្តប៉ុនរសជាតិប៉ុន្មានដាក់ប៉ុណ្ណឹងហើយវាគ្មានអីដែលសំខាន់ជាងយើងភ្លក់តាមតម្រូវចិត្តយើងណាប៉ុន្តែបើឲ្យត្រូវក្បួនត្រូវខ្នាតតាមការដែលចូលចិត្តគឺរៀងដិតបន្តិចរសជាតិផ្អែមជូរហឹរប្រៃបន្តិចទៅចាប៉ុន្នេះគឺការចប់សពគ្រប់រួចរាល់សម្រាប់បុកសាច់គោត្រយូងចេកយើងចាហើយចុងក្រោយក៏អរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូពីដើមដល់ចប់បើមានអ្វីប្លែកអាចជួយ comment ក្រោមវីដេអូផងណាជម្រាបលាបាយបាយអរគុណច្រើនមួយទៀតបងប្អូនកុំភ្លេចជួយ Subscribe វីដេអូខ្ញុំម្នាក់មួយផងដើម្បីបានវីដេអូថ្មី